Bây giờ kịchពីngàyដែលយើងមានបទចប់បាញ់មកដល់ថ្ងៃនេះថ្ងៃទី11ខែ2គឺយើងដូចជាបាន2ខែហើយអ្វីដែលខ្ញុំមើលទៅឃើញប្រជាជនយើងខ្វះខាតគឺខ្ញុំតែងតែឃើញប្រជាជនយើងមួយចំនួនមិនមែនទាំងអស់គ្នាទេគឺមួយចំនួនពួកគាត់តែងតែគេហៅថាជ្រុលនិយមខ្លាំងណាដូចពួកថៃអញ្ចឹងក៏ពិតមែនទែនទៅខ្ញុំអត់ចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងជ្រុលនិយមអញ្ចឹងទេជ្រុលនិយមរឿងអីបងប្អូនដូចរឿងយើងស្អប់ថៃយើងជេរយើងបតិចបដាសាវាមែនទែនទៅខ្ញុំក៏ស្អប់ដូចគ្នាប៉ុន្តែស្អប់អាការស្អប់យើងហ្នឹងយើងទុកតែក្នុងចិត្តទេយើងកុំបាច់និយាយអីកុំឲ្យវាមានទំនាស់រវាងជាតិសាសន៍មួយនិងជាតិសាសន៍មួយធម្មតាតាប្រជាជននិងប្រជាជនជួលនិយមរៀងខ្លួនហើយនិយាយយកត្រូវរៀងខ្លួនហើយអាហ្នឹងគឺប្រជាជនទាំងសងខាងប្រទេសទាំងពីរហ្នឹងគឺវិបាកផ្សះផ្សានឹមទៅរកសន្តិភាពវិញមែនទែនអញ្ចឹងហើយនេះជាចំណុចដែលខ្ញុំមើលឃើញហើយបើសិនជាខ្ញុំនិយាយខុសក៏អធិស្ឋានប៉ុន្តែអាហ្នឹងខ្ញុំចង់និយាយមែនទែនដូចរឿងពីឡុតថៃបើកយន្តហោះធ្លាក់អីយើង share search គេយើងដាក់ផ្ដាសាគេថែមអានឹងវាជារឿងអត់ត្រូវទេយើងអាចស្អប់បានប៉ុន្តែយើងទុកក្នុងចិត្តដូចរឿងពលិកាផលិតផលសៀមក៏ដូចគ្នាដែរខ្ញុំក៏ពលិកាដែរខ្ញុំអត់ប្រើបោះសៀមទេប៉ុន្តែខ្ញុំអត់និយាយទេយើងពលិកាក្នុងចិត្តហើយរបស់របរសៀមគឺយើងឈប់ប្រើប្រាស់តែប៉ុណ្្នឹងហើយយើងមិនបាច់ទៅជេរតវ៉ាបតិចបដាសាយើងជេរប្រជាជនវាខាងនោះក៏ជេរទៅជេរមកគឺប្រជាជនទាំងពីរគឺរស់សុខនឹងគ្នាអត់បានទេព្រោះធម្មតាដូចយើងនៅប្រទេសជិតគ្នាអញ្ចឹងវាតែងតែមានប៉ះពាល់តិចតួចហើយប៉ុន្តែធ្វើម៉េចគឺយើងត្រូវតែនៅជាលបងគ្នាយើងមិនអាចលើកប្រទេសគេឬក៏លើកប្រទេសយើងទៅនៅណាឆ្ងាយដែលដាច់ពីគ្នាបានទេអញ្ចឹងហើយមុននឹងក្រោយគឺយើងគង់តែរក្សាទំនាក់ទំនងជុំគ្នាដែរអញ្ចឹងហើយបើសិនជាយើងឈឺចាប់ក្នុងការឈ្លានពានរបស់ថៃគឺយើងមានតែមួយយ៉ាងទេគឺយើងទុកក្នុងចិត្តហើយកែប្រែអាការឈឺចាប់ហ្នឹងគឺយើងទាំងខ្ញុំទាំងបងប្អូនអរគ្នាក៏ដូចជាអ្នកចំនួនក្រោយយើងគឺខិតខំប្រឹងប្រែងរៀនសូត្រហ្នឹងហើយមានតែរៀនសូត្រយើងចេះដឹងទេដែលធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនទៅមុខអានឹងគឺអ្វីដែលខ្ញុំចង់និយាយយើងមានតែខិតខំប្រឹងប្រែងរៀនសូត្រចំណេះដឹងគឺសំខាន់ណាស់នៅពេលដែលយើងមានចំណេះដឹងយើងចង់ធ្វើអីក៏បានដែរផលិតដ្រូនឈានដល់ផលិតយន្តហោះក៏យើងអាចធ្វើបានដែរឲ្យតែយើងមានចំណេះដឹងអានឹងគឺទី1គឺការអប់រំនឹងឯងឧទាហរណ៍តែបើសិនជាយើងចង់បានរបស់ទំនើបប្រើប៉ុន្តែយើងអត់ចេះអានឹងក៏បាក់ដែរអានឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយខុសត្រូវក៏អធិស្ឋានអរគុណ